សំណេរអង្គរលើកទី2ថ្ងៃនេះខ្ញុំសូមលើកយកស្នាដៃនៃសំណេរអង្គររបស់ប្អូនស្រីរ៉ែនវឌ្ឍនាមកអានចែកជូនមិត្តអ្នកស្ដាប់ដូចតទៅនេះសម័យប្រឡងថ្ងៃអាទិត្យ600ខែបុស្សឆ្នាំរោងឆក់ស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី19ខែមករាឆ្នាំ2025សៀមរាបអង្គរគឺជារតនសម្បត្តិសេដ្ឋកិច្ចវប្បធម៌ក្នុងមួយជីវិតយើងគួរមកលេងអង្គរវត្តឲ្យបានមួយដងនេះគឺជាក្តីសុបិនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបបន្តិចម្ដងក្តីសុបិននេះការរុនតែរីកសាយភាយទៅកាន់ពិភពលោកដែលកេរ្តិ៍ឈ្មោះនៃរមណីយដ្ឋានអង្គរកាន់តែល្បីល្បាញរុនទឺនៅលើឆាកអន្តរជាតិរមណីយដ្ឋានអង្គរដែលជាដួងព្រលឹងរបស់ខ្មែរគ្រប់រូបត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការ UNESCO នៅថ្ងៃទី14ខែធ្នូឆ្នាំ1992ឧទ្យានជាតិអង្គរនេះលាតសន្ធឹងលើផ្ទៃដី401គីឡូម៉ែត្រការ៉េក្នុងមួយរយៈពេលចុងក្រោយនេះបេតិកភណ្ឌពិភពលោកដ៏ល្អឯកលើលោកមួយនេះបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រាក់ដាប្រយោជន៍ភាពមួយនៅលើពិភពលោកក្នុងរយៈពេលមួយសតវត្សចុងក្រោយនេះប្រមុខរដ្ឋនិងនាយករដ្ឋមន្ត្រីបរទេសសិល្បករសិល្បការិនីល្បីល្បិនក្នុងពិភពលោកជាច្រើនអនេកអបការសុទ្ធតែបានមកទស្សនារមណីយដ្ឋានអង្គរជាពិសេសមហាប្រាសាទអង្គរវត្តដែលមានឈ្មោះដើមថាព្រះបរមវិស្ណុលោកទេសចរទាំងនោះបានពោលពាក្យពេចន៍កោតសរសើរស្ញប់ស្ញែងទេពកោសល្យនៃស្ថាបត្យកម្មនៃបុព្វការីខ្មែរដែលបានកសាងប្រាង្គប្រាសាទដូចឥណនិមិត្តជាច្រើនឥតកាលណាដែលត្រូវបានបុរាណវិទូសន្មតថាសាងសង់នៅចន្លោះគ្រិស្តសករាជ802និងគ្រិស្តសករាជ1431ក្នុងមួយឆ្នាំខេត្តសៀមរាបបានទទួលទេសចរជាតិនិងអន្តរជាតិច្រើនលាននាក់ពិតណាស់សកម្មភាពទេសចរនៅអតីតរាជធានីយូសូធរបុរៈបានចូលរួមចំណាយបង្កើនប្រាក់ចំណូលរាប់រយលានដុល្លារនិងបង្កើតការងារផ្ទាល់និងប្រយោជន៍ដល់ប្រជាជនខ្មែរជាច្រើនម៉ឺនសែននាក់សៀមរាបអង្គរត្រូវបានគេចាត់ទុកជាជង្រុកវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិស្ដុកស្ដម្ភទេសភាពវប្បធម៌នៅតំបន់អង្គរដូចជាព្រៃឈើដូនតាកសិនបារាយសត្វមនុស្សជីវៈចម្រុះកុលាលភោជលៈមានតម្លៃមិនអាចកាត់ថ្លៃបានក្នុងន័យវប្បធម៌ផងគឺសេដ្ឋកិច្ចផងដោយសារភាពប្រតិក្រឡាខាងលើនេះហើយទើបតំបន់អង្គរត្រូវបានគេហៅថាជារមណីយដ្ឋានមានជីវិតពេលខ្លះទីក្រុងសៀមរាបដ៏ទូចច្រឡាងដែលគ្របបណ្ដោយដោយដើមឈើធំត្រដាក់ត្រចុងត្រឆេយត្រូវបានអ្នកជំនាញមួយចំនួនហៅតគ្នាថាជាទីក្រុងទឹកឬជាទីក្រុងប្រាសាទនិងជាសក្ខីភាពនៃអរិយធម៌ខ្មែរដែលឈានដល់ចំណុចកំពូលជីវិតអ្នកអង្គរប្រពៃណីទំនៀមទម្លាប់ដូចជាបុណ្យឆ្លងចេតិយកោរចុកកាត់សក់បង្កក់ឆ្មបទេសមហាជាដកម្ហូបអាហារប្រពៃណីព្រមទាំងសម្ភារប្រាសាទរូបចម្លាក់អប្សរាចម្លាក់លិង្គៈភួនលើភ្នំមហេន្ទ្រវត្តបតុភិបសមរត្រីលើកំពូលប្រាសាទអង្គរវត្តជីវិតបឹងទន្លេសាបឡាក់សុទ្ធសឹងតែជាកំបាត់វប្បធម៌និងជាកេរ្តិ៍មរតកដែលផ្ដល់ប្រាក់ចំណូលមិនចេះរីងស្ងួតខុសពីប្រាក់ចំណូលអណ្ដូងប្រេងកាតដែលអាចនឹងរីងស្ងួតនៅពេលណាមួយអង្គរមិនមែនជារមណីយដ្ឋានកំសាន្តធម្មតាឡើយតាមពិតអង្គរគឺជាទីឋានសាសនាដែលគេគោរពបូជាដ៏ស័ក្តិសិទ្ធិថ្មប្រាសាទចេនិយាយព្រោះរូបចម្លាក់នៅលើជញ្ជាំងប្រាសាទសិលាចារឹកសុទ្ធតែរៀបរាប់ពីរឿងរ៉ាវរបស់ប្រជាជនខ្មែរនិងជាវណ្ណកម្មអក្សរសិល្ប៍ធម៌ណាបុរាណកាលកំណាព្យជាភាសាសំស្ក្រឹតចារលើសិលាចារឹកនៅសម័យអង្គរបានឈានដល់កម្រិតកំពូលលើពិភពលោកសិលាចារឹកនេះពារនាពីអានុភាពនៃព្រះរាជាខ្មែរដែលគ្រងរាជ្យប្រកបដោយដប់ពិធីរាជធម៌និងតែងតែមានហឫទ័យប្រកបដោយមេត្តាករុណាមុទិតានិងឧបេក្ខាសិលាចារឹកនគររាជ
គឺជាសក្ខីភាពនៃទឹកចិត្តស្នេហាជាតិខ្មែរដោយចារឹកថាបាផលដែលកើតពីបុណ្យរបស់ខ្ញុំមានមែនជាតិក្រោយសូមឲ្យខ្ញុំឆាប់មកកើតនៅកម្ពុជាទៀតក្នុងអំឡុងពេលស្នាក់នៅលើទឹកដីជាទីសក្ការៈនេះអ្នកស្នេហាតំបន់អង្គរមិនត្រឹមតែទទួលបានភាពស្រស់ស្រាយក្នុងអារម្មណ៍ទេតែពួកគេទទួលបានចំណេះដឹងថ្មីៗជាច្រើនយ៉ាងពេញបរិបូរណ៍ពីរមណីយដ្ឋានអង្គរដែលជាឃ្លាំងចំណេះដឹងដ៏មហិមាមួយនេះផងដែរក្រោយចំណាយពេលទស្សនារួចហើយរាងកាយរបស់ទេសចរអន្តរជាតិចាក់ចេញទៅឆ្ងាយពិតមែនតែគម្រើងអនុស្សាវរីយ៍ល្អៗទាំងឡាយទេសចរវប្បធម៌ល្អឯកនិងទេសភាពនៃប្រាង្គប្រាសាទនានាដែលជាស្នាដៃរបស់បុព្វការីខ្មែរនាសម័យមហានគរបានស្ថិតនៅក្នុងការចងចាំរបស់ពួកគេជានិច្ចនិរន្តរ៍សូមអញ្ជើញមកទស្សនារមណីយដ្ឋានអង្គរដែលជាទេវស្ថានជាទីសក្ការៈបូជានិងដែលមនុស្សជួបជាមួយនឹងទេវៈពោថ្ងៃប្រហ័ស3រោចខែបុស្សឆ្នាំរោងឆក់ស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី16ខែមករាឆ្នាំ2025សរសេរដោយពេក្ខនារីរ៉ែនវឌ្ឍនាជាចុងក្រោយខ្ញុំសូមកោតសរសើរប្អូនស្រីរ៉ែនវឌ្ឍនាដែលមានបញ្ញាឆ្លាតវាងវៃមានគំនិតចេះកែច្នៃប្រឌិតពាក្យពេចន៍បង្កើតជាល្បះនិងចង់ពីឃ្លាមួយទៅឃ្លាមួយទៀតបានយ៉ាងល្អខ្ញុំសូមជូនពរប្អូនស្រីទទួលបាននូវភាពជោគជ័យដ៏ល្អប្រសើរបំផុតក្នុងជីវិតនិងសូមប្អូនស្រីព្រមទាំងគ្រួសារជួបប្រទះតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈបលៈកុំបីឃ្លៀងឃ្លាតឡើយ